ប្រែពោជាក្រសូមជូនរឿងនគរមាសភាគទី20វេលាចុងក្រោយផុតយុគនេះត្រូវឃ្លាតអូនហើយប្រានត្រើយថែខ្លួនណាអូក្រោយពេលដែលជំទាវអមរាទេវីបានប្រាប់ការពិតដល់រាមថាអប្សរគេនៅមានជីវិតជំទាវអមរាទេវីក៏បានឲ្យរាមទៅតាមអប្សរនាងឲ្យរាមទៅតាមអប្សរនៅឯភូមិតូចមួយដែលដាច់ស្រយាលភូមិនោះមានឈ្មោះថាភូមិស្ត្រីមេម៉ាយរាមគេពិតជាសប្បាយចិត្តណាស់ហើយគេពិតជាអរគុណដល់ជំទាវអមរាទេវីរាមបានបបួលពេជ្រដើម្បីទៅស្វែងរកក្រវ៉ាន់និងអប្សរជាមួយគ្នាគេទាំងពីរនាក់ធ្វើដំណើរទៅរកក្រវ៉ាន់និងអប្សរទាំងចិត្តរំភើបរីករាយនៅតាមផ្លូវពេជ្រនិងរាមគេក៏បានឈប់សម្រាកហើយគេក៏នឹកឃើញនៅពេលដែលពួកគេនៅវ័យក្មេងពួកគេក៏ធ្លាប់ធ្វើដំណើរឆ្លងកាត់ព្រៃភ្នំតែពីរនាក់ជួបឧបសគ្គជាច្រើនពួកគេមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើនរាមហើយនឹងពេជ្រគេបានធ្វើដំណើរយ៉ាងឆ្ងាយសួរអ្នកភូមិអ្នកស្រុកផងទម្រាំទៅដល់ភូមិនោះនៅពេលដែលទៅដល់ពេជ្រហើយនឹងរាមក៏ប្រទះឃើញក្រវ៉ាន់កំពុងតែបង្រៀនរបាំដល់ក្មេងៗនៅពេលនោះអ្នកទាំងពីរពិតជារំភើបចិត្តខ្លាំងណាស់ទីបំផុតគេអាចរកក្រវ៉ាន់និងអប្សរឃើញហើយចំណែកឯក្រវ៉ាន់នៅពេលដែលគេឃើញរាមហើយនឹងពេជ្រនាងពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់តើអ្នកទាំងពីរអាចមករកគេឃើញដោយរបៀបណាតែក្រវ៉ាន់ពុំបានត្រេកអរនិងស្វាគមន៍ចំពោះអ្នកទាំងពីរឡើយក្រវ៉ាន់បានប្រាប់ឲ្យពេជ្រហើយនឹងរាមត្រឡប់ទៅវិញទៅព្រោះនៅពេលនេះគេហើយនឹងអប្សររស់នៅបានសុខសប្បាយហើយគេមិនចង់ត្រឡប់ទៅរកអតីតកាលវ័យនោះទេរឿងដែលបានកន្លងផុតជាង10ឆ្នាំទៅហើយឲ្យវាកន្លងផុតទៅនៅពេលដែលរាមឮក្រវ៉ាន់និយាយបែបនេះគេពិតជាខូចចិត្តខ្លាំងណាស់តើហេតុអីក្រវ៉ាន់ដាច់ចិត្តឲ្យពួកគេត្រឡប់ទៅវិញយ៉ាងនេះពួកគេសប្បាយចិត្តខ្លាំងណាស់នៅពេលដែលដឹងថាក្រវ៉ាន់និងអប្សរនៅមានជីវិតហើយក៏ប្រញាប់ប្រញាល់មកតាមរកអ្នកទាំងពីរតើហេតុអីបានជាក្រវ៉ាន់ឲ្យគេទាំងពីរត្រឡប់ទៅវិញបែបនេះតើក្រវ៉ាន់មិនដែលនឹកនារាមហើយនឹងពេជ្រទេឬក្រវ៉ាន់ក៏បានតបទៅអ្នកទាំងពីរថាព្រោះគេនិងអប្សររស់នៅទីនេះមានសេចក្តីសុខណាស់គេទាំងពីរអ្នកសម្រេចចិត្តរស់នៅស្ងប់ស្ងាត់សុំសិលសុំតែសេចក្តីសុខប៉ុណ្ណោះរឿងឈឺចាប់ដែលកើតឡើងទាំងប៉ុន្មានគេបានបំភ្លេចវាចោលអស់ហើយគេក៏មិនចង់ត្រឡប់ទៅរស់នៅជីវិតដែលពោរពេញទៅដោយការឈឺចាប់នោះទៀតទេរាមបានសុំអង្វរក្រវ៉ាន់សុំឲ្យគេបានជួបអប្សរផង14ឆ្នាំមកនេះគេមានវិបដិសារីខ្លាំងណាស់នៅពេលដែលដឹងថាអប្សរនៅរស់គេពិតជាសប្បាយចិត្តហើយគេគិតថាគេនឹងអាចជួបមុខអប្សរម្ដងទៀតដំបូងក្រវ៉ាន់មិនអនុញ្ញាតឲ្យរាមជួបអប្សរនោះទេប៉ុន្តែដោយការទូទួចអង្វរពីរាមហើយនឹងពេជ្រដូច្នេះក្រវ៉ាន់
នាងក៏ទន់ចិត្តហើយក៏ព្រមឲ្យរៀមទៅជួបអប្សរនៅពេលនេះអប្សរនាងកំពុងតែធ្វើសមាធិនៅឯជ្រុងខាងក្រោយនៅពេលនោះរៀមគេក៏ប្រញាប់ទៅរកអប្សរនៅពេលដែលគេទៅដល់គេឃើញអប្សរកំពុងតែអង្គុយសមាធិគេបានចូលទៅក្បែរអប្សរហើយហៅឈ្មោះអប្សរនៅពេលនោះអប្សរបោកភ្នែកឡើងក៏បានឃើញរៀមនាងភ្ញាក់ផ្អើលខ្លាំងណាស់តើរៀមគេអាចមកដល់ទីនេះដោយរបៀបណាហើយតើគេមកទីនេះមានគោលបំណងអ្វីអប្សរបានប្រាប់ទៅរៀមថាសូមឲ្យរៀមត្រឡប់ទៅវិញចុះគ្មានហេតុផលអីដែលសម្ដេចចៅពញាត្រូវចំណាយពេលមកទីនេះនោះទេរឿងគ្រប់យ៉ាងនាងបានបំភ្លេចចោលអស់ហើយនាងក៏មិនចង់កម្មចង់ពៀជាមួយអ្នកណាដែរនៅពេលនេះគឺនាងសុំរស់ដោយស្ងប់ស្ងាត់សុំកុំមករំខាននាងទៀតអីរៀមគេបានអង្វរអប្សរសូមមេត្តាអប្សរលើកលែងទោសឲ្យគេ16ឆ្នាំមកនេះគេគ្មានសេចក្តីសុខនោះទេគេរស់នៅជាមួយនឹងវិបដិសារីនៅពេលដែលឮថាអប្សរនៅមានជីវិតគេសប្បាយចិត្តខ្លាំងណាស់ប្រៀបបានដូចជាមនុស្សដែលស្លាប់ទៅហើយត្រូវបានរស់ឡើងវិញអប្សរក៏បានតបទៅរៀមថាតើមានហេតុផលអីដែលសម្ដេចចៅពញាត្រូវរស់នៅដែលគ្មានសេចក្តីសុខនោះសម្ដេចចៅពញាមានអ្វីគ្រប់យ៉ាងទ្រព្យសម្បត្តិកិត្តិយសបុណ្យស័ក្តិព្រមទាំងមានគ្រួសារដ៏ល្អតើហេតុអីបានជាសម្ដេចចៅពញាត្រូវរស់នៅគ្មានសេចក្តីសុខចំណែកឯនាងអប្សរនាងបានលះបង់សេចក្តីសុខផ្លូវលោកីនៅពេលនេះគឺនាងបូជាដើម្បីព្រះធម៌នាងសូមត្រឹមតែសេចក្តីសុខផ្លូវចិត្តប៉ុណ្ណោះរឿងដែលបានកើតឡើងទាំងប៉ុន្មាននាងបំភ្លេចចោលអស់ហើយនាងក៏មិនចង់កម្មចង់ពៀជាមួយអ្នកណាដែរនាងបានសូមឲ្យសម្ដេចចៅពញាត្រឡប់ទៅវិញចុះបើសិនជាសម្ដេចចៅពញាមកនេះគឺគ្រាន់តែចង់បានការសុំទោសនាងក៏ព្រមអហោសកម្មឲ្យគ្រប់យ៉ាងចំណែកឯក្រវ៉ាន់ហើយនឹងពេជ្រគេបែកគ្នា16ឆ្នាំគេពិតជាមានការនឹករលឹកគ្នាខ្លាំងណាស់ក្រវ៉ាន់នាងខូចចិត្តណាស់នាងត្រូវបង្ខំចិត្តចាក់ចេញពីពេជ្រទាំងការឈឺចាប់នាងគ្មានសង្ឃឹមថានឹងមានថ្ងៃអាចបានជួបពេជ្រម្ដងទៀតនោះទេនាងនឹកពេជ្រគ្រប់ពេលវេលាពេជ្រនៅពេលនេះគេមានឱកាសជួបក្រវ៉ាន់ម្ដងទៀត16ឆ្នាំដែលក្រវ៉ាន់ចាក់ចេញពីគេទើបធ្វើឲ្យគេដឹងថាគេបច្ចុប្បន្នសាងកំហុសធ្ងន់ណាស់ចំពោះក្រវ៉ាន់គេបានដឹងថានៅពេលដែលគ្មានក្រវ៉ាន់គេពិតជាខូចចិត្តខ្លាំងណាស់ហើយគេនឹកក្រវ៉ាន់ខ្លាំងណាស់ហើយគេនឹកស្ដាយនៅទង្វើល្អដែលក្រវ៉ាន់តែងតែផ្ដល់ឲ្យគេតែគេបែរជាមើលរំលងមិនតែមើលឃើញពីទំហំនៃក្តីស្រឡាញ់របស់ក្រវ៉ាន់នោះទេនៅពេលដែលបាត់បង់ក្រវ៉ាន់ទើបគេដឹងថាក្រវ៉ាន់ពិតជាសំខាន់សម្រាប់គេប៉ុណ្ណាពេជ្រហើយនឹងក្រវ៉ាន់គេបានរៀបរាប់ពីរឿងក្នុងចិត្តទៅកាន់គ្នានៅពេលនេះពួកគេពិតជារំភើបហើយពួកគេពុំដែលនឹងស្មានថាពួកគេអាចមានឱកាសនឹងជួបគ្នាម្ដងទៀតនោះទេពេជ្របានសន្យាជាមួយក្រវ៉ាន់ថានឹងមិនឲ្យក្រវ៉ាន់ឈឺចាប់ទេគេនឹងតបស្នងនៅរាល់ទង្វើល្អដែលក្រវ៉ាន់បានធ្វើឲ្យគេនឹងសន្យាថានឹងមើលថែក្រវ៉ាន់ឲ្យបានល្អផ្ដល់ក្តីស្រឡាញ់និងភាពកក់ក្ដៅជូននាងចំណែកឯជំទាវអមរាទេវីនៅពេលនេះលោកជំទាវស្នាក់នៅផ្ទះលោកម្ចាស់ជាមួយនឹងរាហុលតែងតែនៅក្បែរលោកជំទាវធ្វើឲ្យលោកជំទាវសប្បាយចិត្តនិងមានស្នាមញញឹមឡើងវិញ
មួយរយៈពេលដែលជំទាវអមរាទេវីនៅជាមួយរៀមនាងក៏គ្មានសេចក្តីសុខដែរព្រោះនាងតែងតែឃើញទឹកមុខបងសៅរបស់រៀមជានិច្ចប៉ុន្តែនៅពេលនេះនៅពេលដែលនាងព្រមដោះលែងអ្វីៗគ្រប់យ៉ាងព្រមដោះលែងរៀមឲ្យទៅរកអប្សរព្រមទទួលស្គាល់ការពិតនាងក៏បានធូរស្បើយក្នុងចិត្តវិញហើយនាងបានផ្ដល់ក្តីស្រឡាញ់យ៉ាងកក់ក្ដៅទៅដល់រាហុលដោយសារតែគេជាក្មេងកំព្រាគ្មានម្ដាយតាំងពីតូចនៅពេលដែលគេបាននៅក្បែរជំទាវអមរាទេវីគេពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ព្រោះជំទាវអមរាទេវីស្រឡាញ់គេធ្វើឲ្យគេមានអារម្មណ៍ថាកក់ក្ដៅនៅពេលដែលឃើញរាហុលជាក្មេងល្អហើយស្រឡាញ់លោកជំទាវយ៉ាងនេះជំទាវអមរាទេវីក៏នឹកឃើញដល់ពីអប្សរដែលបានផ្ដែផ្ដាំមុនពេលនាងចាក់ចេញទៅសូមឲ្យជំទាវអមរាទេវីស្រឡាញ់រាហុលឲ្យដូចជាកូនបង្កើតផងនៅពេលនោះជំទាវអមរាទេវីក៏សម្រេចចិត្តថានឹងយករាហុលធ្វើជាកូនធម៌នៅពេលដែលជំទាវអមរាទេវីបានសួរទៅកាន់រាហុលថាតើរាហុលចង់បានម្ដាយដែរទេរាហុលឮបែបនេះគេពិតជារំភើបចិត្តណាស់តើជាការពិតមែនទេដែលជំទាវអមរាទេវីព្រមទទួលយកគេធ្វើជាកូនធម៌ជំទាវអមរាទេវីបានសន្យានឹងរាហុលថាលោកជំទាវនឹងស្រឡាញ់មើលថែនិងផ្ដល់សេចក្តីស្រឡាញ់យ៉ាងកក់ក្ដៅដល់រាហុលចាប់ពីពេលនេះទៅរាហុលលែងកំព្រាទៀតហើយចំណែកឯរៀមហើយនឹងពេជ្រអំឡុងពេលដែលគេស្នាក់នៅភូមិជាមួយនឹងអប្សររៀមតែងតែព្យាយាមចូលក្បែរអប្សរប៉ុន្តែអប្សរនាងចិត្តតែព្យាយាមកិច្ចនាងមិនចង់ជួបមុខរៀមនោះទេអំឡុងពេលស្នាក់នៅជាមួយគ្នាពេជ្របានឃើញអប្សរនាងដេប៉ាពេជ្រក៏បានសួរទៅកាន់អប្សរថាតើអប្សរព្យាយាមដេប៉ាខោអាវច្រើនបែបនេះតើអប្សរធ្វើសម្រាប់អ្នកណាអប្សរក៏បានប្រាប់ទៅពេជ្រថាគឺនាងព្យាយាមដេប៉ាឲ្យបានច្រើនដើម្បីទុកជូនលោកពុកអ្នកម៉ែនិងកូនប្រុសជាទីស្រឡាញ់របស់គេនៅពេលដែលពេជ្រត្រឡប់ទៅវិញគឺពេជ្រអាចយកទៅផ្ញើពួកគាត់បានអប្សរនាងនិយាយពោពេញដោយទឹកមុខញញឹមប៉ុន្តែនៅពេលដែលពេជ្របានលើកបែបនេះគេមានអារម្មណ៍ថាអាណិតអប្សរខ្លាំងណាស់គេពិតជាខូចចិត្តចំពោះរឿងរ៉ាវដែលបានកើតឡើងព្រោះនៅពេលនេះអប្សរពុំទាន់បានដឹងថាលោកជំទាវបុប្ផានិងលោកម្ចាស់បានលាចាកលោកទៅហើយពេជ្របានព្យាយាមបញ្ឈប់អប្សរមិនបាច់ខំព្យាយាមដេប៉ាក់ច្រើនបែបនេះនោះទេអប្សរលាក់បង់ច្រើនហើយអប្សរហត់នៅពេកហើយតែអប្សរក៏ផ្លែកក្នុងចិត្តដែរតើហេតុអីបានជាពេជ្រមិនឲ្យគេធ្វើបែបនេះតើមានមូលហេតុអីទៅពេជ្រព្យាយាមមិនចង់ប្រាប់នោះទេប៉ុន្តែគេគិតថាមិនគួរលាក់បង់អប្សរនោះទេគួរតែឲ្យនាងបានដឹងការពិតពេជ្របានប្រាប់ទៅអប្សរថាលោកពុកអ្នកម៉ែគាត់មិននៅទីនេះទេលោកទាំងពីរបានលាចាកលោកទៅហើយនៅពេលដែលលើកបែបនេះអប្សរនាងស្លាប់ចិត្តណាស់នាងសឹងតែទទួលយកមិនបានលោកពុកអ្នកម៉ែជាទីគោរពជាទីស្រឡាញ់របស់នាងបានលាចាកលោកចោលនាងទៅហើយទាំងនាងមិនទាន់បានតបស្នងសងគុណទៅកាន់លោកទាំងពីរនៅឡើយនៅពេលនេះអប្សរនាងទទួលយកមិនបានទេនាងពិតជាខូចចិត្តខ្លាំងណាស់ហើយកំហឹងនៅក្នុងចិត្តរបស់នាងបានពុះកញ្ជ្រោលឡើងនាងថាគ្រប់យ៉ាងគឺមកពីរៀមព្រោះតែរៀមធ្វើឲ្យគ្រួសារនាងបែកបាក់គ្នាធ្វើឲ្យគ្រួសារនាងជួបតែរឿងឈឺចាប់បែបនេះ